សូមជូនរឿងអាខ្វាក់អាខ្វិនកាលពីព្រៃនាយមានមនុស្សពីរនាក់ម្នាក់ខ្វាក់ម្នាក់ខ្វិននៅខ្ញុំចិនទាំងពីរនាក់អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិនប៉ុន្តែនៅម្ចាស់ដោយខ្លួនអាខ្វាក់នៅនឹងចិនផ្ទះមួយអាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នាអាខ្វាក់អាខ្វិនយកគ្នាជាសម្លាញ់ឯអាខ្វាក់ខ្វាក់ភ្នែកទាំងពីរមើលមិនឃើញអាខ្វិនខ្វិនជើងទាំងពីរដើរមិនរួចបើនឹងទៅណាបានតែកិលនឹងគូតចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិនគ្មានប្រណីអាណិតថាខ្វាក់ខ្វិនសោះអាខ្វាក់អាខ្វិននឿយលំបាកណាស់ក៏គិតថាយើងនឿយហត់លំបាកណាស់នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេមានតែយើងគិតរត់ហើយអាខ្វាក់អាខ្វិនថាបើដូច្នេះយើងនឹងគិតដូចម្ដេចអាខ្វិនឆ្លើយថាអញឃើញទូកគេនៅកំពង់នោះមានយើងត្រូវរត់ទៅដោយទូកនោះទើបរួចអាខ្វាក់អាខ្វិនគិតព្រមគ្នាហើយលុះយប់ក៏បបួលគ្នាទៅកំពង់ហើយចេញទូកពីកំពង់ទៅប៉ុន្តែអាខ្វាក់អាខ្វិនជាមនុស្សមិនចេះអុំទូកក៏អង្គុយម្នាក់ឯក្បាលម្នាក់ឯកន្ទុយឆោមមុខទល់គ្នាប្រឹងអុំទូកទៅអាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះហើយយប់ងងឹតមើលមិនឃើញផងគិតស្មានថាទូកលឿនទៅមុខតែទូកនេះចេះតែវិលនៅត្រង់កំពង់នោះឯងលុះអុំយូរដល់ពាក់កណ្ដាលត្រៀតឮសំឡេងអកយំអាខ្វាក់អាខ្វិននិយាយគ្នាថាយើងប្រឹងអុំទូកឡើងដល់កន្លែងអន្លង់អកហើយអាខ្វាក់អាខ្វិនខំអុំទៅទៀតលុះដល់មន់រងាវហើយនិយាយគ្នាថាយើងចិត្តដល់ស្រុកគេហើយប្រឹងអោមឡើងក្រែងគេតាមតន់អាខ្វាក់អាខ្វិនក៏ប្រឹងអុំលុះត្រាតែមន់រងាវកោះឮសំឡេងតាវ៉ាវយំភ្លឺព្រៀងព្រៀងពីឯកើតអាខ្វិតក៏និយាយប្រាប់ទៅអាខ្វាក់ថាដូចជាកំពុងផ្ទះយើងលុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹកឃើញអាខ្វាក់អាខ្វិនកំពុងអុំទូកឆោមមកទល់គ្នាហើយគេហៅឲ្យអុំទូកចូលមកគេដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគេគិតថាវានឹងរត់ទៅឯណាបើវាខ្វាក់ខ្វិនដូច្នេះគេក៏ឲ្យឡើងមកផ្ទះវិញគេមិនបានជេរវាទេអាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញលុះនៅយូរទៅអាខ្វាក់អាខ្វិនបបួលគ្នារត់ទៀតអាខ្វិននិយាយនឹងអាខ្វាក់ថាយើងរត់ម្ដងនេះទៀតកុំឲ្យម្ចាស់យើងតាមតន់យើងកុំទៅជើងទឹកទៅជើងគោកវិញអាខ្វាក់ឆ្លើយថាទៅដូចម្ដេចនឹងបានជើងគោកនោះបើអញខ្វាក់ឯងខ្វិននឹងរត់ទៅណារួចអាខ្វិនឆ្លើយប្រាប់ថាឯងកំព្រួយចិត្តឯងឲ្យអញជិះលើឯងហើយអញបង្ហាញផ្លូវអាខ្វាក់អាខ្វិនគិតព្រមគ្នាហើយលុះដល់យប់ស្ងាត់គេដេកលក់អស់ហើយអាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មាដើម្បីឲ្យបង្ហាញផ្លូវនិងដើរទៅឯម្ចាស់លុះព្រឹកឡើងមិនឃើញអាខ្វាក់អាខ្វិនដឹងថាអាខ្វាក់អាខ្វិនរត់ប៉ុន្តែគិតថាមនុស្សអាខ្វាក់អាខ្វិនវានឹងរត់ទៅណារួចគេក៏មិនទៅតាមអាខ្វាក់អាខ្វិនខំរត់ពី3ថ្ងៃបានដល់ស្រុកមួយស្រុកនោះមានខ្លាសាហាវអ្នកស្រុកគេហាម5
កូនចៅគេថាប្រឡប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លាអាខ្វាក់អាខ្វិនទៅដល់ស្រុកនោះជួនជាប្រឡប់យប់ងងឹតហើយគិតថាយើងដល់ស្រុកគេហើយបើដូច្នេះយើងគិតធ្វើស្រែតើយើងបាននឹងកលរនោះក្របីពីណានឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទៅបានអាខ្វិនបញ្ឆេះអាខ្វាក់កុំអោយដើរចូលទៅក្នុងភូមិគេអស់អ្នកស្រុកគេថាស្រុកនេះមានខ្លាសាហាវណាស់អាខ្វិនឆ្លើយថាក្លេមិនខ្លាចទៅខ្លាចឯខ្លាខ្លាក៏ជួនជាមកលបខំគោពេលនោះដែរដល់លឺអាខ្វាក់ថាក្លេមិនខ្លាចទៅខ្លាចខ្លាក៏គិតគ្នាថាពីដើមគេខ្លាចតែអញឥឡូវមានក្លេផ្សេងគេខ្លាចជាងអញទៅទៀតអញមិនដែលឃើញមិនដែលឮសោះទេក្លេនោះបើដូច្នេះអញចាំលបមើលឲ្យច្បាស់ជាក់ប្រកបអាខ្វិនឃើញក្រលគោគេហើយប្រាប់អាខ្វាក់ថាឯងទៅលួចគោលចុះអញចាំឯងនៅក្រៅរបងអាខ្វាក់ដាក់អាខ្វិនចុះហើយដើរស្ទាបចូលទៅជួនជាជួបនឹងខ្លាឃើញអន្ទាក់គិតស្មានថាជាក្លេក៏ខ្លាចមិនហ៊ានកំរើកខ្លួនអាខ្វាក់ស្ទាបអស់ទាំងខ្លួនខ្លាគិតថាជាតោហើយស្ទាបទៅលើក្បាលខ្លាមិនឃើញស្នែងនឹកអថាកូននេះស្នែងនប់ថត់ល្អណាស់អញទុកជាអនុបកូនក្រោលអាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកឃ្លោះឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាក្លេអាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបងហើយប្រាប់ទៅអាខ្វិនឲ្យយកកន្លោះមកនឹងឃ្លោះអានុបកូនក្រោលអាខ្វិនឃើញហើយប្រាប់អាខ្វាក់ថាអាខ្វាក់ខ្លាទេអាខ្វាក់ឆ្លើយថាបើឯងខ្លាចឯងឲ្យកន្លោះមកអញនឹងចាក់ច្រមុះឃ្លោះយកទៅភ្ជួរស្រែអាខ្វិនក៏ហុចចន្លោះទៅឲ្យអាខ្វាក់បានកន្លោះហើយចាក់ច្រមុះខ្លាចឈឺច្រមុះទ្រាំមិនបានក៏ស្ទុះច្រឡោតស្រែកឮសូរម៉ៅហើយរត់ទៅក្នុងពេលនោះអាខ្វិនខ្លាចស្ទើរនឹងស្លាប់ប៉ុន្តែអាខ្វាក់មិនព្រមចេះតែទន្ទិញថាស្ដាយអនុបកូនក្រលអញថត់ល្អណាស់ហើយក៏ទៅតាមលុះដល់កណ្ដាលស្រែបានឃើញខ្ទមស្រែគេមួយមានទាំងរណោះហើយឃើញអណ្ដើកមួយអាខ្វិនឃើញហើយនិយាយប្រាប់ទៅអាខ្វាក់ថាវើយអាខ្វាក់មានខ្ទមស្រែគេហើយមានខ្សែពួរនិងចង្អេរសន្ធឹកផងអាខ្វាក់ថាចេះតែយកឲ្យអស់អាខ្វិនប្រកែកថាយកមើលធ្វើអីធ្ងន់ឥតអំពើអាខ្វាក់ថាធ្ងន់អីធ្ងន់តែអញទេចេះតែយកទៅហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់នោះមានឆ្នាំងបាយដែលគេដាំទុកនៅនឹងចង្ក្រានផងអាខ្វិនកាលកាន់យករបស់សពគ្រប់អស់ហើយក៏ឡើងជិះលើអាខ្វាក់ទៀតអាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅលុះដើរចូលព្រៃលិចវាលទៅត្រាតែភ្លឺបានជួបនឹងមនុស្សម្នាក់ដែលបានគេមកយកឃ្មុំអាខ្វិនឃើញប្រាប់អាខ្វាក់ថាណែវើយមានគេយកឃ្មុំ
អាខ្វាក់លឺហើយស្រែកហៅទៅអ្នកយកឃ្មុំថាវើយចែកឃ្មុំគ្នាស៊ីផងអ្នកយកឃ្មុំឆ្លើយថាគ្នាស៊ីតែទឹកទេទុកកាឲ្យឯងហើយអ្នកយកឃ្មុំដោះទុកសัตว์ធំដាក់បំពង់ចុកចិត្តយកទៅឲ្យអាខ្វាក់កាន់យកទៅលុះដើរលិចវាលចូលព្រៃថ្ងៃណាស់ហើយក៏ឃ្លានបាយទើបនិយាយទៅគ្នាថាយើងស៊ីបាយសិនឲ្យមានកម្លាំងសឹមទៅទៀតអាខ្វាក់ដាក់អាខ្វិនចុះហើយដាក់របស់ចេញពីខ្លួនយកបំពង់ឫស្សីដែលយកឃ្មុំនោះឲ្យដោយស្មានថាជាសាច់ឃ្មុំយកមកស៊ីនឹងបាយដល់ដកឆ្នុកឡើងធំស្អុយលីមុខអាខ្វាក់ថាកន្លែងសំណាក់នេះស្អុយលីមុខហើយយើងទៅរកសំណាក់ឈប់ឯមុខទៀតអាខ្វាក់ចោះបំពង់លីមុខហើយក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់អស់កម្លាំងឃ្លានបាយណាស់ឈប់រកកន្លែងស៊ីបាយអាខ្វិនក៏មើលឃើញម្លប់ល្អហើយមានទឹកត្រពាំងល្មមស៊ីបាយបានអាខ្វិនទះកំភ្លៀងអាខ្វាក់ឲ្យតម្រង់ចូលកន្លែងម្លប់ឈើនោះឯងដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើងធំស្អុយទៀតអាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុនអាខ្វិនចេះតែស្អុយលាមុខដូចនេះឯងពី3ដងក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ហើយដកឆ្នុកបំពង់យកដៃលូកទៅធំស្អុយលាមុខដឹងថាលាមុខក៏ប្រាប់ទៅអាខ្វិនថាវើយអាខ្វិនអាដែលយកឃ្មុំនោះវាបញ្ឆោតយើងជុះលាមុខដាក់បំពង់ហើយចុកមាត់បំពង់ឲ្យយើងអាខ្វាក់ខឹងណាស់លាងដៃរួចហើយស៊ីបាយពីអ្នកនៅអាខ្វិននិយាយគ្នាថាយើងស៊ីបាយឲ្យមានកម្លាំងរួចយើងនឹងទៅសម្លាប់អាចង្រៃដែលវាបញ្ឆោតឲ្យលាមកយើងឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះអាខ្វិនស៊ីបាយហើយក៏ប្រញាប់ទៅរកអ្នកយកឃ្មុំនោះលុះទៅវង្វេងផ្លូវមិនដឹងទៅឯណាអាខ្វាក់ឮសัตว์សសេះចោះដើមឈើយកកណ្ដៀស៊ីវាស្មានថាអ្នកយកឃ្មុំក៏ស្រែកហៅថាឯងមានមិត្តឯងចោះពីដើមឈើមកលុះដើរទៅដល់អាខ្វិនប្រាប់ថាសัตว์សសេះចោះដើមឈើទេមិនមែនមនុស្សទេអាខ្វិនដើរលិចវាលចូលព្រៃលិចព្រៃចូលវាលទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយស្រុកនោះឯងមានស្ដេចគង់នៅទីនោះហើយមានយក្សតែងតែមកស៊ីមនុស្សនៅសាលាថ្ងៃដែលអាខ្វិនទៅដល់នោះស្ដេចឲ្យយកនាងពៅជាបរិជ្ជបុត្រីក្រមុំតែមួយជាបុត្រីសម្លាញ់ប៉ុន្តែយក្សវាចង់ស៊ីបើមិនឲ្យនាងពៅទៅយក្សស៊ីនោះយក្សវានឹងស៊ីមនុស្សមួយនគរអស់នៃមើលទាំងស្ដេចនាងពៅអាណិតអស់រានៅនាមើលនឹងស្ដេចបានជាមកឲ្យយក្សស៊ីជួនជាថ្ងៃនោះឯងអាខ្វិនទៅដល់សាលានោះហើយអាខ្វិនប្រាប់អាខ្វាក់ថាយើងដល់សាលាសំណាក់ដែលគេឈប់យើងក៏ល្មមនឹងឈប់ហើយអាខ្វិនចូលទៅក្នុងសាលាឯនាងពៅនៅក្នុងស្គរឮមាត់អាខ្វិននិយាយគ្នាហើយសួរទៅថាអ្នកមកពីណាត្បិតសាលានេះស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្សស៊ីសប្តាហ៍ថ្ងៃតែដល់ប្រលប់យក្សវាហោះមកឮសន្ធឹកដូចផ្គរ
វាមកស៊ីមនុស្សនៅសាលានេះឯខ្លួនខ្ញុំមកឲ្យចំណីយៈដូច្នេះចូលអ្នកចេញទៅឲ្យឆាប់ខំតែនៅមុខជាយៈវិស៊ីជាចំណីមិនខានទេឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនដឹងអ្វីខ្លាចអ្វីផងមានកម្លាំងមមមួនមហិទ្រីផងឮហើយក៏ឆ្លើយថាខ្លាចអីយៈនោះបើវាមកយើងនឹងកាប់វាស្លាប់ទៅនាងឯងនៅឲ្យស្ងៀមយកបាយចំណីចំណុកឲ្យយើងស៊ីមានកម្លាំងនឹងកាប់យៈនោះឲ្យស្លាប់នាងឯងរកតែដាវមុតល្អមួយយើងនឹងកាប់យៈនោះនាងពៅឮអាខ្វាក់ថាដូច្នេះក៏ប្រាប់ទៅថាបើអ្នកសម្លាប់យៈនោះបានរបស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយៈនោះខ្ញុំនឹងជូនអ្នកទាំងអស់អាខ្វាក់បានឮដូច្នេះអរណាស់បង្កប់ទៅអាខ្វិនថាឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្រាប់យៈអាខ្វិនឮនាងពៅថាយៈវានឹងមកស៊ីក៏ភ័យស្ទើរនឹងស្លាប់អាខ្វាក់ស៊ីបាយឆ្អែតហើយបិទសាលាទាំងអស់លុះដល់ប្រឡប់ងងឹតបន្តិចល្មមវេលាយៈមកស៊ីមនុស្សយៈហោះមកលឺសន្ធឹកដូចព្យុះផ្គរលាន់ទាំងដីអាខ្វិនភ័យណាស់ស្ទើរនឹងលិចអាចលិចនោមនាងពៅក៏សន្លប់ក្នុងស្គរអាខ្វាក់លឺសន្ធឹកយៈមកមិនខ្លាចសោះអង្គុយចាំនៅមាត់ទ្វារលុះដល់យៈមកហើយឃើញទ្វារសាលាបិទយៈស្រែកសន្ធប់ដូចរន្ទះថានរណាបិទទ្វារសាលាអញអាខ្វាក់គ្មានខ្លាចស្រែកតបវិញថាអញបិទទ្វារសាលាអញខ្លាចអីឯងយៈឮឆ្លើយថាមនុស្សមកពីណាចិត្តធំដល់ម្លេះអញសុំមើលថ្លើមឯងប៉ុណ្ណាបានជាឯងចិត្តធំខ្លាំងម្លេះអាខ្វាក់បោះចង្អេរគ្រោងធំទៅឲ្យយៈវាមើលឃើញចង្អេរគ្រោងហើយគិតថាក្នុងចិត្តថាថ្លើមអានេះធំណាស់សំខ្លួនវាធំជាងអញហើយយៈថាបើថ្លើមឯងធំប៉ុណ្នេះចៃឯងធំប៉ុណ្ណាអាខ្វាក់បោះអណ្ដើកទៅឲ្យយៈមើលយៈស្មានថាជាចៃមែនហើយគិតក្នុងចិត្តថាចៃវាធំប៉ុណ្ណេះសមនឹងខ្លួនវាធំមែនយៈសួរទៅទៀតថារោមជើងឯងប៉ុណ្ណាអាខ្វាក់បោះខ្សែពួរដែលតាក់ក្របីទៅឲ្យយៈមើលហើយថារោមជើងអញប៉ុណ្ណេះយៈចាប់ផ្ដើមផិតភ័យត្រឡប់ទៅវិញអាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថាយៈវាត្រឡប់ទៅវិញហើយត្បិតវាខ្លាចយើងបើដូច្នេះយើងមានយៈមកទៀតឬទេនាងពៅក្រោកពីភ័យសន្លប់ហើយប្រាប់ទៅអាខ្វាក់ថានៅមានយៈញីមួយទៀតយប់បន្តិចវានឹងមកអាខ្វាក់ឮនាងពៅប្រាប់ដូច្នេះក៏ប្រាប់ទៅអាខ្វិនថាឯងទៅរករើសដាវមួយឲ្យមុតធំវែងល្មមកម្លាំងអញអាខ្វិនទៅរើសដាវឲ្យអាខ្វាក់លុះយប់បន្តិចទៅយៈគណីវាមកហោះឮសំឡេងសន្ធឹកដូចផ្គរអាខ្វាក់ឮសន្ធឹកយៈមកដូច្នេះក៏ឈរកាន់ដាវចាំនៅវត្តទ្វារហើយបិទទ្វារទុកលុះយៈនោះមកដល់ហើយវាច្រានទ្វារអើតកចូលមកអាខ្វាក់ឮសន្ធឹកយៈច្រានទ្វារកាប់ស្មានទៅត្រូវយៈដាច់កស្លាប់នៅទីនេះឯងអាខ្វាក់
អាខ្វិនដឹងថាយៈស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅលុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅឃើញដើមក្រសាំងមួយប្រាប់ទៅអាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នាលុះដល់ហើយអាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នាអាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួនអាក្រក់ដាក់នៅមុខអាខ្វាក់ហើយសួរទៅអាខ្វាក់ថាឯងមករបស់ខាងមុខឯងឬរបស់ខាងមុខអញអាខ្វាក់មានប្រាជ្ញាគិតថាអាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួនក៏ប្រាប់ទៅអាខ្វិនថាអញយករបស់នៅខាងមុខឯងអាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថាចែកម្ដងទៀតចែកមុននោះមិនស្មើគ្នាទេហើយអាខ្វិនយករបស់ចែកគ្នាម្ដងទៀតដល់ចែកក្រោយទៀតអាខ្វិនយករបស់ល្អនៅដាក់មុខអាខ្វាក់ហើយសួរថាអាខ្វាក់ឯងយករបស់ខាងណាអាខ្វាក់គិតថាម្ដងនេះអាខ្វិនយករបស់ល្អដាក់នឹងមុខខ្លួនហើយយកដៃស្ទាបរបស់នៅមុខក៏ប្រាប់អាខ្វិនថាអញយករបស់នៅមុខអញអាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយថាចែកមិនត្រូវទេចែកម្ដងទៀតអាខ្វាក់ឆ្លើយថាឯងចែកខ្លួនឯងហើយថាមិនត្រូវអាខ្វិនយករបស់ចែកជាថ្មីទៀតហើយឲ្យអាខ្វាក់ថាដូចពីមុនអាខ្វាក់ថាត្រូវតែលើរបស់ល្អអាខ្វិនប្រាប់អាខ្វាក់ថាមិនត្រូវទេចែកម្ដងទៀតអាខ្វិនប្រកែកគ្នាទៅមកពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់គិតស្មានថាអាខ្វិនវាយក៏ឆ្លើយថានិយាយតែមាត់មិនអស់ចិត្តដៃដល់ផងទៀតហើយអាខ្វាក់ស្ទុះទៅថាក់ដល់អាខ្វិនទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ឯអាខ្វិនស្ទុះទៅដល់អាខ្វាក់ត្រូវភ្នែកក៏ភ្លឺទាំងពីរឡើងអ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ហើយបបួលគ្នាដើរទៅទៀតនិយាយពីនាងពៅកាលក្រោយអាខ្វាក់អាខ្វិនទៅដល់ព្រឹកភ្លឺមែនតែនអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលាឃើញនាងនៅរស់យៈពុំបានស៊ីឃើញយៈស្លាប់ចង្ក្រាងនៅមាត់ទ្វារអស់មនុស្សម្នាគេមកក្រាបទូលស្ដេចតាមដំណើរស្ដេចទ្រង់ឲ្យនាងយកនាងពៅពីក្នុងស្គរមកទ្រង់មានប្រតិយត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីសេចក្តីស្លាប់ទ្រង់មានបន្ទូលសួរនាងពៅថាដូចម្ដេចបានជាកូនរួចពីស្លាប់ហើយឃើញឯយៈស្លាប់ទៅវិញនាងពៅក្រាបបន្ទូលព្រះមេតាតាមដំណើរសពគ្រប់ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបដូច្នេះទ្រង់ឲ្យប៉ាវកុងរកអ្នកណាដែលសម្លាប់យៈនោះទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធឲ្យឡើងសោយរាជឯប៉ាវកុំដើរស្រកតូចស្រកធំជួបនឹងចៅខ្វាក់ចៅខ្វិនហើយចៅខ្វាក់ចៅខ្វិនសួរថាមានកលយុគអីមែនបានជាស្ដេចឲ្យប៉ាវកុងប្រាប់ថាស្ដេចឲ្យប៉ាវកុងរកអ្នកសម្លាប់យៈនិងយកទៅសោយរាជចៅខ្វាក់ចៅខ្វិនឮត្រេកអរណាស់ប្រាប់ថាខ្ញុំនេះបានសម្លាប់យៈ
កាលដើមខ្ញុំខ្វាក់ខ្វិនឥឡូវជាហើយមិនជឿសោតមានទាំងរបស់ដែលខ្ញុំយកជាសម្គាល់ផងអ្នកប៉ាវកុងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិនយកទាំងរបស់ដែលយកពីសាលាចូលទៅកលស្ដេចជាសម្គាល់ចៅខ្វាក់ចៅខ្វិនបានក្រាបថ្វាយបង្គំស្ដេចទ្រង់មានបន្ទូលថាចៅឯងឬដែលសម្លាប់យក្សចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសពគ្រប់ស្ដេចទ្រង់ឲ្យហៅនាងពៅមកមើលហើយទ្រង់សួរថាចៅនេះឬដែលសម្លាប់យក្សនាងពៅប្រាប់ថាអ្នកនេះហើយដែលសម្លាប់យក្សប៉ុន្តែកាលមុនគាត់ខ្វាក់ខ្វិនឥឡូវនេះមិនខ្វាក់ខ្វិនទេស្ដេចទ្រង់ជ្រាបទ្រង់ផ្សំនាងពៅឲ្យទៅជាចៅខ្វាក់ឲ្យឡើងសោយរាជជំនួសព្រះអង្គដល់ចៅខ្វាក់បានឡើងសោយរាជហើយឲ្យចៅខ្វាន់ធ្វើជាឧបរាជត្បិតជាមនុស្សកំសត់កំរនឹងគ្នាក៏បានសេចក្តីសុខជាដរាបរៀងទៅផ្នែកសាច់មិនសម្រេចដោយផ្នែកប្រាជ្ញាសូមជូនកំរងរឿងព្រេងនិទានខ្មែររឿងអុកញ៉ាយមរាជនិងអុកញ៉ាពលទេពកាលពីព្រៃនាយមាននាម៉ឺន2នាក់ម្នាក់ជាអុកញ៉ាយមរាជនិងម្នាក់ទៀតជាអុកញ៉ាពលទេពឯអុកញ៉ាពលទេពជាមនុស្សលោភបុណ្យស័ក្តិចង់បានទីយមរាជកើតគំនិតស្អប់អុកញ៉ាយមរាជគិតស្វែងរកទោសដាក់និងក្រាបទូលស្ដេចទម្លាក់ចាកទីយមរាជអាត្មាឯងនឹងបានស្ដីទីយមរាជនោះតទៅអុកញ៉ាពលទេពស្វែងរកទោសលោភយមរាជនោះជាយូរខែមកហើយថ្ងៃមួយមានអ្នកទោសម្នាក់ជាប់ទោសធ្ងន់ក្រុមជំនុំកាត់ទោសដល់ប្រហារជីវិតឯអ្នកទោសនោះដឹងថាថ្ងៃស្អែកនេះគេនឹងនាំអាត្មាទៅសម្លាប់ជាប្រកបក៏តាំងសោកសៅវិយោគស្ដាយជីវិតមហិមា យកពរនាថាអូជីវិតអញអើយព្រឹកស្អែកនេះហើយនឹងបងចាក់ប្រាណអើត្រង់ក្តីស្លាប់មួយនេះនរណាឡើយនឹងវាចបងបានតែកើតឡើងហើយរមែងតែងស្លាប់ជាធម្មតាតែថាត្រង់ជីវិតមួយនោះបាត់បង់ទៅក្តីក៏មិនសូវជាសោកសៅអ្វីប៉ុន្មានមកសោកសៅស្ដាយតែវិជាមួយដែលខ្លួនបានចាស់ហើយពុំទាន់បានបង្ហាញនរណាមួយសោះបើព្រឹកនេះខ្លួនស្លាប់ហើយវិជាយល់នឹងជាសូន្យសោះអស់មាននរណាមួយក្នុងលោកនេះអាចតចេះទៅទៀតបានឡើយកាលនោះមាននាយឆ្មាំពន្ធនាគារម្នាក់បានឮចៅនោះពរនាសោកស្ដាយវិជាដូច្នេះក៏ចូលទៅសាកសួរថាចៅឯងព្រឹកនេះដល់ទីស្លាប់ប្រកបហើយចៅយំរៀបរាប់ថាត្រង់ជីវិតរូបកាយមិនសូវស្ដាយប៉ុន្មានមកស្ដាយវិជាមួយដែលចេះមកតើវិជានោះឈ្មោះអ្វីចៅចេះវិជាអ្វីចូលប្រាប់យើងមកឯអ្នកទោសក៏ប្រាប់ថាខ្ញុំបាទចេះវិជាស្ដាប់ភាសាសត្វវិជានេះវិសេសរបស់ខ្ញុំបាទណាស់ក្នុងលោកនេះគ្មាននរណាចេះសោះតែខ្ញុំបាទដល់ទីស្ដាប់ហើយវិជានេះសូន្យតែម្ដងព្រោះពុំមាននរណាបានមករៀនតទៅទៀតឡើយ
នាយឆ្មាំពន្ធនាគារឮដូច្នេះក៏នាំសេចក្តីនោះទៅជម្រាបលោកអញ្ញា យមរាជសពប្រការអញ្ញា យមរាជក៏នឹកក្នុងចិត្តថាវិជានេះវិសេសក្រៃពេកគួរតែរៀនយកទើបនាំនាយឆ្មាំពន្ធនាគារទៅដោះអ្នកទោសមគ្គទីឃុំឃាំងហើយសួរបញ្ជាក់ថាពិតឬពុំពិតអ្នកទោសក៏ជម្រាបថានេះពិតប្រកបមែនអញ្ញា យមរាជថាបើយើងសុំរៀនពីចៅឯងតើបានឬមិនបានហើយវិជានេះតម្លៃប៉ុន្មានអ្នកទោសថាខ្ញុំបាទជូនប្រដេចព្រះគុណបានសូមប្រដេចព្រះគុណរៀនតទៅចុះតែអត់អំពីខ្ញុំប្របាទនេះហើយវិជានេះនឹងសូន្យជាប្រកបតែការរៀននោះតោងនៅតាំងពិធីរៀននៅក្នុងព្រះវិហារចំពោះព្រះភ័ក្ត្រព្រះបដិមាករជាប្រធានឯគ្រឿងតម្កល់គ្រូនោះមិនមានអ្វីច្រើនទេត្រូវការតែទៀន5ធូប5លាជ5ផ្កា5ប៉ុណ្ណោះឯងអញ្ជើញព្រះតេជគុណរៀបរៀនឲ្យឆាប់ចុះតែព្រឹកស្អែកខ្ញុំព្រះបាទលាព្រះតេជគុណទៅស្រុកខ្មោចហើយអញ្ញា យមរាជធ្វើតាមទើបឲ្យនាយឆ្មាំពន្ធនាគារនាំខ្លួនអ្នកទោសទៅឯវត្តដល់ហើយក៏នាំចូលទៅក្នុងព្រះវិហារឲ្យបិទទ្វារវិហារចិត្តទាំងអស់ពុំឲ្យមនុស្សណាមួយឮឡើយអញ្ញា យមរាជក៏តាំងរៀបទៀនធូបលាជផ្កានៅចំពោះព្រះភ័ក្ត្រហើយរៀននោះដូចម្ដេចខ្លះចូលចៅបង្កប់មើលទៅហើយយើងនឹងធ្វើតាមអ្នកទោសបង្កប់ឲ្យអុជធូបទៀនហើយឲ្យលោកយមរាជនឹងខ្លួនវាក្រាបថ្វាយបង្គំព្រះសូត្រនមស្ការពុទ្ធគុណធម្មគុណសង្ឃគុណចប់ចុះហើយអ្នកទោសប្រណម្យដៃពោលដង្ហោយឡើងថាអព្រះដ៏មានបុណ្យប្រគុណប្រកបដោយមហាករុណាតែងប្រោសមេត្តាសត្វដែលកើតមានក្តីវិបត្តិចូលមកពឹងពោធិមនសិការជួយដោះទុក្ខសត្វឲ្យសត្វមានបានសេចក្តីសុខចម្រើនទាំងលោកនេះនិងបរិលោកព្រះពុទ្ធជាម្ចាស់អើយខ្ញុំប្រការណានេះត្រូវទោសធំណាស់ព្រឹកស្អែកនេះហើយលោកអញ្ញា យមរាជនឹងឲ្យនាំទៅប្រហារជីវិតខ្ញុំប្រការណាមានសេចក្តីផិតភ័យខ្លាំងខ្លាចសេចក្តីស្លាប់នោះជាទីបំផុតស្ដាយជីវិតក្រៃពេកណាស់ព្រះតេជគុណអើយសូមព្រះអង្គទ្រង់ប្រោសបណ្ឌបាតជីវិតខ្ញុំប្រការណាអំពីលោកអញ្ញា យមរាជនេះឲ្យលោកប្រោសលែងខ្ញុំឲ្យរួចចាកក្តីស្លាប់ក្នុងគ្រានេះម្ដងថាហើយអ្នកទោសវាក្រាបទៀបបាតជើងលោកយមរាជហើយដង្ហោយថាអោព្រះដេចព្រះគុណអើយសូមប្រោសអត់ទោសខ្ញុំព្រះបាទនេះហេតុដែលខ្ញុំព្រះបាទសោកពោលថាស្ដាយវិជាចេះភាសាសត្វនោះខ្ញុំមិនចេះវិជាអ្វីនោះទេគឺខ្ញុំសោកស្ដាយជីវិតពិតគិតបញ្ឆោតឲ្យប្រដេចព្រះគុណអញ្ជើញមកកាន់ព្រះវិហារនេះឯងដើម្បីឲ្យព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់គឺព្រះពុទ្ធរូបនេះទ្រង់បណ្ឌបាតជីវិតខ្ញុំព្រះបាទអំពីប្រដេជគុណអោប្រដេជគុណអើយប្រោសថ្វាយជីវិតខ្ញុំព្រះបាទដល់ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ទៅឥឡូវព្រះអង្គទ្រង់បណ្ឌបាតហើយព្រះគុណអើយការបូជាដោយគ្រឿងអមិសទានឯទៀតនោះមានផល្លានិសង្ឃពុំស្មើនឹងការបូជាជីវិត
ខ្ញុំប្របាទដល់ព្រះពុទ្ធជាម្ចាស់ក្នុងគ្រានេះឡើយផលនេះហើយជាផលយ៉ាងធំបំផុតព្រះដេចព្រះគុណនឹងប្រាថ្នាសាងពីពុទ្ធភូមិឬអរហន្តភូមិក៏អាចសម្រេចដោយក្តីប្រាថ្នាទៅអនាគតកាលឯលោកអញ្ញាយមរាជលុះឮពាក្យអ្នកទោសពោលដង្ហើយដូច្នេះក៏ដូចជាខ្មាស់ណែនអរានឹកឃើញថាចាញ់កលអបាយអ្នកទោសជាប្រកបទើបនិយាយទៅកាន់នាយឆ្មាំពន្ធនាគារថាយើងចាញ់កលអ្នកទោសនេះហើយឥឡូវពោលពាក្យដឹងហើយសូមជីវិតវានឹងព្រះពុទ្ធរូបវាអង្វរព្រះពុទ្ធថាឲ្យទ្រង់បណ្ឌបាតទោសវាឯងម្ដងកាលនេះតែយើងមិនលែងវាក៏ដូចយើងមិនយល់ដល់ព្រះពុទ្ធជាម្ចាស់ហាក់ដូចជាយើងឥតសទ្ធាក្នុងព្រះពុទ្ធសាសនាបើដូច្នេះនាយឆ្មាំឯងនិងខ្ញុំយើងទាំងពីរចូលសទ្ធាលើកជីវិតវាថ្វាយដល់ព្រះសម្មាសម្ពុទ្ធជាម្ចាស់ចុះហើយយើងទាំងពីរនាក់ទទួលកែខៃជាក្រោយគឺយើងបិទបាំងឲ្យចិត្តកុំឲ្យខ្ចរខ្ជាយឮដល់ត្រជាអ្នកដតីទៀតឯនាយឆ្មាំក៏ព្រមតាមទើបលោកយមរាជឲ្យនាយឆ្មាំស្រាយចំណងឲ្យថាយើងលែងឯងទៅហើយចូលចៅឯងរត់ទៅទីណាមួយដែលជាទីរក្សាជីវិតឯងចុះហើយកុំនិយាយប្រាប់គេថាយើងដោះលែងចៅឯងចូលថាកាត់ច្រវាក់រត់ចាក់គុកទៅចុះតទៅមុខទៀតចៅកុំប្រព្រឹត្តការលាមុខយ៉ាងនេះទៀតឡើយឯអ្នកទោសក៏ក្រាបថ្វាយបង្គំព្រះហើយក្រាបលាលោកយមរាជនិងនាយឆ្មាំហើយរត់ចេញទៅស្រុកក្រៅលាក់ខ្លួនពុំឲ្យពួករាជការដឹងឮឡើយឯលោកអញ្ញាយមរាជក៏នាំនាយឆ្មាំថ្វាយបង្គំលាព្រះពុទ្ធរូបហើយវិលទៅកាន់លំនៅឋានជាសុខសប្បាយកំចាយតែសពប្រាប់គេថាអ្នកទោសនេះកាត់ច្រវាក់រត់ចាក់ចេញពីគុកបាត់ទៅហើយលុះកាលកន្លងយូរមករឿងនោះពុំស្ងាត់បាត់ទៅឡើយជាហេតុឲ្យដឹងឮដល់អញ្ញា ពលទេពមានចិត្តត្រេកអរដោយសំតាមគំនិតដែលគិតរកឧបាយកលនឹងទូលព្រះរាជាឲ្យដកងាយអញ្ញាយមរាជនេះអាត្មាគង់នឹងបានទីនោះសម័យថ្ងៃមួយជាពេលវេលាព្រឹកព្រះរាជាស្ដេចចេញអង្គាសភតៈដាក់បាតលោកសង្ឃស្ដេចកំពុងទុកបាតមានវងក្អែកទាំងឡាយហើរមកស្រែកកញ្ជ្រៀវកងរំពងទាំងផ្ទៃវាំងក្អែកពួកខ្លះហើរស្រែកយំទុំតាមដើមឈើតាមដំបូលប្រាសាទដំបូលបំណាក់ទីតីឯទៀតឯព្រះបរមចក្រីលុះស្ដេចទុកបាតស្រេចហើយទ្រង់ត្រាស់ថាអាសត្វក្អែកទាំងអស់នេះមានហេតុភេទអ្វីបានជាថ្លៃនេះវានាំគ្នាមកស្រែកកើងកងបែបនេះធ្វើម្ដេចនឹងបានដឹងភាសាវាឯអញ្ញាពលទេពអង្គុយកលនៅទីនោះលុះបានឮព្រះបន្ទូលដូច្នេះបានឱកាសទើបទ្រូឡើងថាសូមទ្រង់មេត្តាប្រោសមនុស្សយើងទាំងឡាយក្នុងនគរនេះពុំមាននរណាមួយអាចចេះភាសាសត្វបានឡើយឮថាអ្នកអញ្ញាយមរាជគេចេះភាសាសត្វដោយគេបានរៀនតពីអ្នកទោសដល់ទីប្រហារជីវិតម្នាក់ហើយបានលែងអ្នកទោសជាគ្រូនោះគេបងសូមទ្រង់មេត្តាប្រោសឲ្យហៅគេមកសួរគង់ទ្រង់ជ្រាបព្រះរាជាបានទ្រង់ព្រះសណ្ដាប់ដូច្នេះក៏ប្រើរាជបម្រើម្នាក់
ឲ្យទៅហៅអុកញ៉ាយមរាជចូលមកគាល់អុកញ៉ាយមរាជឮមានព្រះរាជឱកាឲ្យហៅទៅគាល់ដូច្នេះក៏នឹកពិផលក្នុងចិត្តថាទ្រង់ឲ្យរកខ្លួនចូលទៅនេះមុខជាមានការផ្លេចប្រកបទើបសួរទៅកាន់រាជបំរើនោះថានាមណាកលនៅក្នុងទីនោះខ្លះរាជបំរើជំរាបថាលោកអញ្ញាទេពលកលនៅទីនោះអញ្ញាយមរាជឮដូច្នេះក៏ដឹងខ្លួនថាអាទេពលវាគង់ក្រាបទូលទុះអញជាប្រកបគិតហើយអញ្ញាយមរាជរៀបអាត្មាមនីទៅជាមួយនឹងអ្នកបំរើនោះលុះដល់ហើយក៏ចូលទៅក្រាបបង្គំអង្គុយកលក្នុងទីសំគួរឯព្រះរាជាតតយល់អញ្ញាយមរាជចូលមកកលហើយក៏ត្រាស់ថាអ្នកយមរាជឥឡូវអញ្ញាពលទេពគេប្រាប់យើងថាអ្នកឯងបានរៀនភាសាសត្វអំពីអ្នកទោសម្នាក់ហើយអ្នកទោសឯងបានលែងអ្នកទោសនោះចាក់ចេញអំពីគុកទៅឥឡូវវងសត្វក្អែកទាំងឡាយនេះវាស្រែកកញ្ជ្រៀវកងរំពងជាបែកមីដេដាស់យល់ថានឹងមានអ្វីកើតឡើងមួយពុំខានបើដូច្នេះអ្នកឯងចេះភាសាសត្វសូមស្ដាប់វានិយាយគ្នាទៅមើលអញ្ញាយមរាជក៏ទទួលព្រះឱកាទូលអនុលោមតាមថាខ្លួនបានរៀនចេះភាសាសត្វពិតប្រាកដមែនលុះឮព្រះឱកាប្រើឲ្យស្ដាប់សត្វក្អែកដូច្នេះក៏ធ្វើជាបែផ្ទៀងត្រចៀកស្ដាប់សត្វក្អែកម្ខាងហើយបែទៅស្ដាប់សត្វក្អែកម្ខាងទៀតលុះស្ងប់សត្វក្អែកបន្តិចក៏ក្រាបបន្ទូលថាសូមទ្រង់ព្រះមេត្តាប្រោសវងក្អែកដែលទុំលើដើមឈើនោះជាវងក្អែកស្រុកក្រៅដែលទុំលើដំបូលមហាប្រាសាទនោះជាវងក្អែកនៅក្នុងក្រុងនេះព្រះរាជាឮដូច្នេះក៏ត្រាស់សួរទៅវិញថាចុះក្អែកស្រុកក្រៅវាមកយំកងតើវាចាំយំធ្វើដូចម្ដេចក្អែកក្នុងក្រុងឮកញ្ជ្រៀវថាដូចម្ដេចអ្នកអញ្ញាក្រាបទូលថាក្អែកស្រុកក្រៅមានក្តីក្តៅក្រហាយដោយអ្នកស្រុកក្រៅពុំបានធ្វើបុណ្យទានដូចអំពីឆ្នាំមុនគឺឆ្នាំមុនប្រជារាស្ត្រសម្បូរស្រូវអង្ករគេនាំគ្នាធ្វើបុណ្យនិមន្តលោកសង្ឃឆាន់តាមភូមិលំនៅឯចំណីអាហារដែលសេសសល់នោះគេបោះឲ្យទៀនក្អែកឬសត្វអេតីទៀតបណ្ដាសត្វទាំងឡាយមានក្អែកជាដើមសឹងបានបរិភោគចំណីដែលសល់នោះមានសេចក្តីសុខសប្បាយក៏មានគ្រប់តំបន់ឥឡូវឆ្នាំនេះលោកអញ្ញាពលទេពជានាយក្សត្រចាត់មេកងអញ្ញាលួងចេញទៅកត់ស្រូវមិនត្រូវតាមប្រពៃណីក៏យកពុនពីរាសលើសប្រមាណរាសគ្នាមានស្រូវត្រឹមតែ 4-5 ថាំងក៏កត់គ្នាឲ្យជាប់ពុនដែរអញ្ញាពលទេពឲ្យកត់ដល់ស្រូវពូជស្រូវដំណើបស្រូវចំការប្រាំងយកជាពុនទាំងអស់មួយទៀតស្រូវគ្នាមានតែ50-60ក៏ទាយកបង្កើនថា90-100រាសតវ៉ាក៏មិនបានយកបុណ្យស័ក្តិសង្កត់ក្របគ្នាទៅតាមអំពើចិត្តផ្សេងពួកប្រជារាស្ត្រកើតក្តីក្រលំបាកបានក្តីក្តៅក្រហាយតែរាល់គ្នាបានជាឆ្នាំនេះមិនមាននរណាអាចធ្វើបុណ្យឲ្យទៀនដូចឆ្នាំមុនបានពួកក្អែកទាំងឡាយពុំបានទទួលបានបាយសម្លដែលសេសសល់អំពីការធ្វើបុណ្យដាក់ទៀននោះឯងទើបវានាំគ្នាចូលមកក្នុងក្រុង
đầm bay thẹnសេចក្តីលំបាករបស់ប្រជារាស្ត្រដល់ពួកក្អែកបណ្ដាជាញាតិក្នុងក្រុងឲ្យពួកក្អែកក្នុងក្រុងនាំសេចក្តីក្រៅក្រហាយឡើងក្រាបបង្គំទូលព្រះករុណាជាអង្គម្ចាស់ផ្ទៃក្រមតុងជ្រាបការអញ្ញាពលទេពប្រព្រឹត្តខុសព្រះរាជបញ្ញត្តិមានសភាពយ៉ាងនេះសូមល្អងទូលីព្រះបាទស្ដេចទ្រង់ជ្រាបព្រះបរមរាជាបានទ្រង់ព្រះសណ្ដាប់ពីអញ្ញាយមរាជដូច្នេះក៏ត្រូវប្រតិយទើបទ្រង់ខ្ញាល់នឹងអញ្ញាពលទេពថាកោងកាចឆោបបោករាជធ្វើឲ្យប្រជារាស្ត្រក្តៅក្រហាយទាំងព្រះរាជអាណាខេត្តស្ដេចទ្រង់ឲ្យដកងារអញ្ញាពលទេពចេញពីមុខងារមន្ត្រីប្រោសប្រទានអញ្ញាយមរាជឡើងជាទីសម្ដេចចវាអគ្គមហាសេនាស្ដីទីរាជការអធិបតីក្រសួងនានាតទៅសូមជូនកំរងព្រេងនិទានខ្មែររឿងមនុស្សលោកកាលពីព្រេងនាយមានរឿងមួយថាមានកុមារីម្នាក់អាយុ14ឆ្នាំម្ដាយប្រើឲ្យទៅជីកដំឡូងក្មេងនេះរៀបចំរួចស្រេចចេញទៅរកដំឡូងទៅដល់ព្រៃធំមានដំឡូងមួយមានរូងជ្រៅនាងកុមារីទៅដកដំឡូងនៅជើងដំបូកនោះក៏របូតផ្លែចបជ្រុះធ្លាក់ទៅក្នុងរូងនោះនាងមិនដឹងធ្វើដូចម្ដេចក៏ស្រែកប្រកាសថាលោកណាអ្នកណាអើយជួយយកផ្លែចបឲ្យខ្ញុំបានខ្ញុំនឹងសងគន្លងស្រែកតែប៉ុណ្ណេះមានខ្លាចាស់មួយដំបៅក្បាលរុយបែងដង្កូវចុះកក្រិចចេញមកពីក្នុងព្រៃបានប្រាប់ទៅនាងនោះថានាងតាយកឲ្យបានផ្លែចបនោះតែបើតាយកបានតាគ្រាន់តែឲ្យនាងឯងរកចៃឲ្យតាបានហើយតាមិនបាច់យកគុណពីចៅទេនាងឮខ្លាថាដូច្នេះក៏និយាយទៅថាអលោកតាអើយឲ្យតែលោកតាជួយឲ្យបានចុះខ្លាយកផ្លែចបបានពីក្នុងរូងឲ្យទៅនាងហើយឲ្យនាងរកចៃឲ្យនាងនោះយកបន្លាមកឆ្កឹះដង្កូវនៅក្នុងដំបៅក្បាលខ្លាចេះតែសួរនាងថានាងដំបៅតាស្អុយឬក្រអូបដំបៅនោះស្អុយណាស់ប៉ុន្តែនាងឆ្លើយថាក្រអូបណាស់លោកតាខ្លាចេះតែសួរនាងចេះតែថាក្រអូបលុះឆ្កឹះដង្កូវអស់ទៅខ្លាបាត់ឈឺបាត់រមាស់ហើយនិយាយទៅប្រាប់នាងថានាងយកជាលមួយមកតានឹងដាក់ដំឡូងឲ្យនាងនោះយកជាលមួយមកឲ្យខ្លាដាក់សុទ្ធតែមាសពេញជាលចងមាត់ជាលជាប់ឲ្យទៅនាងរួចប្រាប់នាងនោះថានាងយកជាលនេះទៅផ្ទះហៅបងប្អូននាងមកជុំបិទទ្វារឲ្យជិតសម្បើកនាងនោះលាខ្លាទៅដល់ផ្ទះហៅបងប្អូនមកជុំរួចក៏បើកជាលដល់បើកទៅបានសុទ្ធតែមាសនិងប្រាក់ចែកគ្នាលុះយូរបន្តិចដឹងទៅដល់ស្រីឯទៀតដែលមានកូនក្រមុំស្រីនោះបញ្ជាកូនក្រមុំថាហងឯងមើលកូនគេទៅជីកដំឡូងបានមាសប្រាក់យកមកចែកបងប្អូនគេហងឯងទៅជីកបានតែដំឡូងគ្មានបានខ្មោចអីទេថ្ងៃក្រោយស្រីនោះប្រើឲ្យកូនទៅជីកដំឡូងលុះបានទៅជួបប្រទះនឹងខ្លាដូចនាងមុនទៀតក៏ធ្វើជាជ្រុះចប់ដូចនាងមុនដែរហើយថាអ្នកណាយកចប់ឲ្យខ្ញុំបានខ្ញុំនឹងសងគុណលោកខ្លាឮហើយក៏យកមកឲ្យរួចឲ្យនាងនោះចាប់ដង្កូវឲ្យ
ខ្លានោះសួរដូចពីមុនថានាងដំបៅតាស្អុយឬក្រអូបនាងនោះក៏ឆ្លើយថាស្អុយណាស់ខ្លាឮដូច្នេះថានាងយកជាលមួយមកតានឹងដាក់មាសប្រាក់ឲ្យនាងយកជាលឲ្យខ្លាចប់សុទ្ធដាក់សិតតែពោះវែកដាក់ពេញជាលហើយឲ្យទៅនាងនោះប្រាប់ថានាងយកទៅផ្ទះហៅបងប្អូនមកជុំបិទទ្វារឲ្យចិត្តសម្បើកនាងនោះមកដល់ផ្ទះហើយប្រាប់ម្ដាយអន់ណាស់ឲ្យបងប្អូនមកជុំតាំងបិទទ្វាររួចបើកជាលមើលពោះវែកចេញមកចឹកមនុស្សស្លាប់អស់ទៅសូមជូនរឿងមនុស្សខ្ពើមអាចជិះដំរីខ្ពើមក្តីឡើងចុងត្នោតកាលពីព្រៃនាយមានបុរសម្នាក់ខ្ពើមក្តីទៅឡើងចុងត្នោតហើយយកស្លឹកចាក់ស្មុកចាក់ធ្វើរូបសត្វផ្សេងហើយគិតថាអញលក់ស្មុកទាំងអស់នេះយកប្រាក់ទៅទិញសម្លៀកបំពាក់និងទិញក្របីធ្វើស្រែហើយនឹងលុះខ្ញុំប្រើបើអ្នកណាប្រើវាមិនបានអញនឹងវាយធាក់វាថាតែប៉ុណ្ណោះក៏យកជើងចាក់ស្មុកនោះធាក់មិនតិចតួចធាក់តលតែផ្លត់ជើងធ្លាក់ពីលើចុងត្នោតតែបរោះនោះច្រវាចាប់ស្លឹកត្នោតជាប់ដូចជាគេចង់ព្យួរតែតោនៅនោះបរោះនោះភ័យណាស់មិនដឹងបើនឹងករណីឡើយពេលនោះបរោះម្នាក់ទៀតដែលខ្ពើមអាចជិះនៅលើដំរីក៏បោដំរីនោះទៅលុះដល់ក្រោមដើមត្នោតបរោះខ្ពើមក្តីក្រឡេកឃើញក៏ស្រែកហៅថាអោអ្នកជិះដំរីមេត្តាជួយយកអាយុខ្ញុំផងបរោះជិះដំរីក្រឡេកឃើញបរោះខ្ពើមក្តីតោងធៀងត្នោតព្យួរខ្លួននៅនោះក៏ឆ្លើយតបទៅវិញថាមិនដឹងជួយដូចម្ដេចទេបរោះនៅលើចុងត្នោតថាអ្នកឯងបរដំរីមកទីខាងក្រោមខ្ញុំហើយអ្នកឯងឆោតទាញជើងខ្ញុំចុះបរោះជិះដំរីលឺហើយក៏បរដំរីទៅពីខាងក្រោមរួចក្រោកឆោលលើខ្នងដំរីលើកដៃច្រវាចាប់ជើងកំពុងតែចាប់ជើងដំរីនោះដូចគេទទួលដេញវាក៏ដើរទៅបរោះពីរនាក់ក៏នៅព្យួរតែតោនៅនោះបរោះខាងលើភ័យណាស់រីអាចដាក់ក្បាលបរោះខាងក្រោមបរោះទាំងពីរនាក់ភ័យណាស់មិនដឹងធ្វើដូចម្ដេចក្នុងវេលានោះមានបរោះទំពេកទាំង4នាក់បានដើររកស៊ីកាន់ក្តីលុះដើរទៅដល់កន្លែងនោះបរោះពីរនាក់ដែលតោកធៀងត្នោតនោះស្រែកថាណែលោកទាំង4នាក់ដែលដើរនោះមេត្តាយកអាយុខ្ញុំផងសឹមខ្ញុំទៅនៅបម្រើលោកបរោះទាំងពេក4នាក់ឮងើបមើលទៅឃើញបរោះពីរនាក់នោះក៏ជំនុំគ្នាថាយើងទាំង4នាក់តាំងពីដើររកស៊ីកាន់ក្តីយូរមកយូរខែឆ្នាំហើយមិនដែលបានខ្ញុំប្រើសោះឥឡូវយើងគិតយកអាពីរនាក់មកធ្វើជាខ្ញុំយើងគិតដូច្នេះហើយបរោះទាំង4នាក់ដើរចូលទៅក្រោមដើមត្នោតក៏និយាយថាយើងមិនដឹងធ្វើដូចម្ដេចទេបរោះទាំងពីរនាក់ថាអោលោកអើយលោកយកសម្ពត់នេះចងនឹងកលោកម្នាក់មួយជ្រុងហ
ហើយឆោទាញឲ្យតាំងពីក្រោមខ្ញុំនឹងទម្លាក់ខ្លួនទៅលើសម្ពត់នោះបុរស4នាក់ស្ដាប់ហើយក៏ធ្វើតាមបុរសទាំង2នាក់ស្រេចហើយបុរសទាំង2នាក់ទម្លាក់ខ្លួនមកចំសម្ពត់នោះឯបុរសទាំង4នាក់ក៏តង្កេចក្បាលគ្នាស្លាប់អស់ទៅបុរស2នាក់ដឹងថាអ្នកទាំង4នាក់ស្លាប់ហើយភ័យណាស់លុះយប់មានផ្ទះយាមយាយម្នាក់ប្តីគាត់មិននៅទៅធ្វើចំការបុរស2នាក់ក៏នាំគ្នាសែងខ្មោចបុរសតំពេកទាំង4យកទៅដាក់នៅរៀនហាលផ្ទះនោះហើយនាំគ្នារត់បាត់ទៅលុះព្រឹកឡើងយាយចាស់ភ្ញាក់ពីដេកចេញមកលបមុខខាងក្រៅឃើញខ្មោចនោះហើយភ្ញាក់ព្រឹកថាយីខ្មោចអីមកស្លាប់នៅនេះថាហើយក៏អូសខ្មោចនោះម្ដងមួយយកទៅដាក់ក្នុងផ្ទះហើយយកខ្មោចនោះមករំសម្ពត់សយកមកដាក់ក្នុងខាងក្រៅផ្ទះយំទួញថាប្តីស្លាប់ហើយដើរទៅរកអ្នកស្រុកឲ្យគេជួយយកទៅកប់អ្នកស្រុកក៏យកខ្មោចទៅកប់ហើយត្រឡប់មកផ្ទះវិញលុះស្អែកឡើងយាយចាស់ធ្វើដូចមុនទៀតប្រាប់គេថាប្តីខ្លួនត្រឡប់មកវិញអ្នកស្រុកគេក៏ជួយទៀតលុះខាងស្អែកឡើងយាយក៏ធ្វើនេះទៀតតតែគ្រប់ខ្មោចទាំង4អ្នកស្រុកគិតថាយើងទៅវាយខ្មោចនេះក្រែងមកទៀតគិតហើយក៏នាំគ្នាទៅចាំផ្លូវដែលយកខ្មោចនោះទៅកប់លុះប្រឡប់តាប្តីយាយនោះអង្ករត្រឡប់ពីយមការមកយកអង្ករស៊ីលីឆ្នាំងមួយផងមកដល់ប្រទះនឹងពួកអ្នកស្រុកដែលគេចាំនោះស្រែកថាកនយើងមកទៀតហើយគេក៏នាំគ្នាដេញវាយតាស្រែកថាខ្ញុំទេខ្ញុំមកពីយមការគេថាតែឯងស្លាប់ទៅហើយមកវិញ 4-5 ដងឲ្យតែគេលំបាកគេក៏វាតានោះតល់តែស្លាប់ទៅខ្ពើមអាចដំរីខ្ពើមក្តីឡើងចុងឈើ